អូខេនេះគឺជារបៀបនៅក្នុងការតម្លើងEA ឲ្យ Jenny ឲ្យមកគ្រប់គ្រងកុំព្យូទ័ររបស់យើងអញ្ចឹងដើម្បីតម្លើង Jenny ឲ្យមកគ្រប់គ្រងកុំព្យូទ័ររបស់យើងអ្នកទាំងអស់គ្នាត្រូវយក license key សិនណាយើងយក license key គឺតាមរយៈបែបនេះគឺអ្នកទាំងអស់គ្នាចូលមកកាន់ Jenny មកអូខេចូលមកកាន់ Jenny មកហើយយើងវាយអីក៏បានដែរ1ក៏បានដែរអូខេនេះ Jenny កំពុងតែប្រាប់ថាវាចូលទិញមាសក្នុងតម្លៃប៉ុណ្ណេះអីប៉ុណ្ណេះអញ្ចឹងយើងយកកន្លែងនេះណា get signal នេះអូខេ click ទៅផ្ទាំងរបស់ Jenny វានឹងបង្ហាញចេញមកអូខេអញ្ចឹងដើម្បីយក file EA អ្នកទាំងគ្នាអាចចូលមកកាន់នេះមកអូខេតោះមកយក EA file ហ្នឹងគឺវាមាន key សម្រាប់អ្នកទាំងអស់គ្នាមួយរៀងខ្លួនណា license key ណាអញ្ចឹង license key របស់អ្នកណាគឺជារបស់អ្នកនឹងហើយ license key ហ្នឹងពេលដែល set up ជាមួយកុំព្យូទ័រណាវានឹង lock ជាប់ជាមួយកុំព្យូទ័រហ្នឹងបើអ្នកទាំងអស់គ្នាដូរកុំព្យូទ័រអ្នកទាំងអស់គ្នាត្រូវតែប្រាប់មក team ការងារហើយនឹង request សុំ set up ទៅកុំព្យូទ័រថ្មីព្រោះ license key ហ្នឹងវាចាប់យកកុំព្យូទ័រដូរកុំព្យូទ័រក៏វា block ដែរអូខេយើងចុច download នេះមក copy link ឬក៏ឲ្យ Jenny ផ្ញើមកបានខ្ញុំឲ្យ Jenny ផ្ញើមកឲ្យអូខេពេល Jenny ផ្ញើមក Jenny នឹងផ្ញើចូលសារអូខេចូលសារមកគឺយើងបាន license file មកនេះ license file នៅខាងលើនេះអូខេយើងយក license file ហ្នឹងអូខេនេះ free trial យក license file ហ្នឹងយើងយក license file ហ្នឹងយកមកប្រើណាចឹងឧបមាថាខ្ញុំបាន license file ហ្នឹងហើយបន្ទាប់មកយើងយកមកបើកចឹងអ្នកទាំងអស់គ្នាដែលមាន MT5 គឺអ្នកទាំងអស់គ្នាអាចបើក MT5 លើកុំព្យូទ័របើក MT5 នៅលើកុំព្យូទ័ររបស់អ្នកទាំងអស់គ្នារួចហើយអ្នកទាំងអស់គ្នាចូលមកកាន់នេះពាក្យកន្លែងថា tool នេះហើយជ្រើសរើសរក language meta editor ណាយកកន្លែងហ្នឹងមកយើងទៅរកបើកទីតាំង file របស់ MT5 ដែលយើងបាន download មកអូខេ key license របស់យើងរបស់អ្នកដទៃអ្នកទាំងយកមកប្រើអត់កើតទេវានឹង disconnect អត់ឲ្យ Jenny នឹងធ្វើការទោះបី Jenny ធ្វើការខ្លះតិចតួចក៏ដោយក៏វាមាន error ដែរបើសិនជាមិនមែនជា license key របស់អ្នកទាំងអស់គ្នាហើយយើងបើក license key របស់យើងមកយើងទិដ្ឋាននេះជា license key របស់យើងអូខេចាំបន្ទាប់ពីបើក license key នឹងមកហើយយើងចុចពាក្យមួយថា compile នេះនៅខាងលើនេះមានពាក្យមួយថា compile ចុច compile ហ្នឹងហើយវានឹងឃើញថាកន្លែងខាងក្រោមនេះ error គឺ0 warning គឺ0ណាកាលមុនយើងមាន warning មួយតែឥឡូវយើង fix បានហើយ version 3នេះគឺយើង clean clear ស្អាតតែម្ដងជាងគឺយើង fix កន្លែងហ្នឹងរួចហើយយើងមកបើកចូល MT5 បន្ទាប់មកគឺយើងទៅទាញ file license ដែលយើងយកមកដាក់ហ្នឹងណាអូខេអញ្ចឹងខ្ញុំឧបមាទៅនេះបើទាញខុសអាហ្នឹងវាអត់ដំណើរការទេអូខេយើងទាញយកមកដាក់មកហើយយើងចុច allow ហើយយើងចុច OK ណាចុចតែប៉ុណ្្នឹងមកយើងឃើញមាននេះរបស់យើងនៅកន្លែងនេះអូខេវាចាប់ផ្ដើមដំណើរការណាវាចាប់ផ្ដើមដំណើរការប៉ុន្តែប៉ុណ្ណឹងវាអត់ទាន់ចប់ទេអ្នកនរគ្នាវានៅអត់ទាន់ដើរស្រួលទេវាដើរបានមកចំណែកខ្លះដើម្បីចង់ឲ្យវាដើរស្រួលមកត្រូវការអនុញ្ញាតoption ណា click tool option មកនៅកន្លែងនេះណានៅកន្លែងនេះអ្នកទាំងអស់គ្នាត្រូវវាយបញ្ចូលwebsite របស់ AIonly.com ដើម្បីឲ្យវាភ្ជាប់ទំនាក់ទំនងគ្នាជាមួយនឹង EA ដែលនៅក្នុងកុំព្យូទ័ររបស់អ្នកទាំងគ្នាអូខេចុចមកជាការស្រេចការ set up តែប៉ុណ្្នឹងឯងវាជាការស្រាច់ហើយអរគុណច្រើន